សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីរឿងនេះអេដមីនសុំដាក់ចំណងជើងថាល្បិចកលស៊ូវ៉ាន់ដែលសាច់រឿងនិយាយអំពីក្មេងស្រីម្នាក់ដើម្បីសងសឹកឲ្យម្ដាយនាងសុកចិត្តធ្វើជាកូនកំមុំជំនួសទៅរៀបការជាមួយនឹងមេតបដែលល្បីថាសាហាវខូខើប៉ុន្តែនាងឆ្លាតណាស់មិនត្រឹមតែធ្វើឲ្យគាត់មិនអាចសម្លាប់នាងបានប៉ុណ្ណោះទេថែមទាំងធ្វើឲ្យគាត់ស្រឡាញ់ពេញចិត្តនឹងនាងទៀតផងចង់ដឹងថានាងប្រើល្បិចកលអ្វីខ្លះតោះមកស្ដាប់ការសម្រាយរបស់អេដមីនទាំងអស់គ្នាមុននឹងចូលសាច់រឿងសូមជួយ Subscribe ឲ្យ Admin ម្នាក់មួយផងដើមសាច់រឿងដំបូងយើងឃើញមានក្មេងស្រីម្នាក់នាងគឺជាតួស្រីមានឈ្មោះថាស៊ូវ៉ាន់ជាកូនស្រីច្បងគ្រួសារស៊ូត្រូវអ្នកស្រីយ៉ាងម៉ាន់យុនដែលជាម្ដាយចុងវាយធ្វើបាបនិងគំរាមនាងបើមិនព្រមទៅរៀបការជំនួសប្អូនស្រីទេគាត់បាននឹងយកផ្លាកព្រលឹងម្ដាយរបស់នាងទៅដុតចោលមូលហេតុដែលឲ្យស៊ូវ៉ាន់ទៅរៀបការជំនួសដោយសារតែស៊ូជីនសួនដែលជាកូនស្រីរបស់គាត់អស់ព្រហ្មចារីខ្លាចលោកមេតបដឹងនិងសម្លាប់គ្រួសារស៊ូទាំងមូលហេតុនេះហើយបានជាឲ្យស៊ូវ៉ាន់ទៅមុនរៀបការផ្សំដំណេករួចគឺចាប់តួនាទីរបស់នាងហើយម្យ៉ាងទៀតដោយសារតែមុខរបស់ពួកនាងទាំងពីរគឺដូចគ្នាស្រាប់ស៊ូវ៉ាន់ក៏យល់ព្រមព្រោះវាជាឱកាសរបស់នាងដែលអាចចេញទៅក្រៅរកវិធីដើម្បីមកសងសឹកម្ដាយកូនពីរនាក់នេះវិញយើងកាត់មកមើលក្នុងថ្ងៃរៀបការអាពាហ៍ពិពាហ៍នេះវាគ្រាន់តែជាការរៀបចំរបស់ចាស់ពីមុនដែលបានភ្ជាប់សម្ដីគ្នាហើយយ៉ាន់ជីដែលជាតួប្រុសបានពន្យាពេលជាង2ឆ្នាំដើម្បីទៅសមរភូមិទៅតែត្រឡប់មកវិញក៏រៀបការតែម្ដងទៅកូនកំឡោះបានយកកំភ្លើងមកបើកស្បៃមុខកូនកំមុំស៊ូវ៉ាន់ពេលដែលបានឃើញលោកមេតបទៅដឹងថាពួកគេទាំងពីរធ្លាប់ជួបគ្នាពីមុនកាលពី2ឆ្នាំមុននាងធ្លាប់រត់ចេញពីគ្រួសារស៊ូតែមិនបានសម្រេចព្រោះតែបានជួបនឹងគាត់យកកំភ្លើងមកអែលមុខគ្នាប៉ុណ្ណឹងហើយនៅសួរថាញ័រអញ្ចឹងខ្លាចគាត់មែនស៊ូវ៉ាន់កវីក្បាលតែក្នុងចិត្តវិញអ្នកណាមិនខ្លាចបើល្បីថាជាមេតបដែលខូខើគ្មានមេត្តាប៉ុន្តែធ្វើម៉េចដើម្បីមានឱកាសសងសឹកឲ្យម្ដាយមានតែបថុយហើយក្រោយពិធីរៀបការចប់ស៊ូវ៉ាន់បានមកងូតទឹកសម្អាតខ្លួនត្រៀមទៅផ្សំដំណេកពេលដែលកំពុងតែងូតទឹកនាងបានស្រមៃឃើញកាលពី10ឆ្នាំមុនម្ដាយនាងត្រូវបានអ្នកស្រីស៊ូដែលជាប្រពន្ធចង់វាយធ្វើបាបរហូតដល់ស្លាប់គាត់បានរៀបការជាមួយនឹងលោកស៊ូនៅឯជនបទក្រោយមានស៊ូវ៉ាន់លោកស៊ូដែលជាមនុស្សលោភលន់បានបោះបង់ប្រពន្ធនិងកូនចោលមករៀបការជាមួយនឹងកូនស្រីត្រកូលយ៉ានដែលជាអ្នកមានហើយនាងនិងម្ដាយខំតាមរកពេលដែលបានជួបបែរជាមិនទទួលស្គាល់ទុកពួកនាងជាអ្នកបម្រើត្រូវប្រពន្ធក្រោយវាយធ្វើបាបរាល់ថ្ងៃលោកស្រីស៊ូបានបង្រៀនដល់កូននៅលើលោកនេះបើកូនចង់បានអ្វីកូនត្រូវតែយកឲ្យបានទោះប្រើវិធីអ្វីក៏ដោយបើមិនដូច្នោះទេនឹងមានលទ្ធផលដូចជាម្ដាយកូនគេពីរនាក់នេះអញ្ចឹងមុននឹងម្ដាយរបស់ស៊ូវ៉ាន់ស្លាប់បានដកបន្តោងយុមួយមកឲ្យនាងរក្សាទុកដើម្បីស្វែងរកត្រកូលរបស់គាត់ស៊ូវ៉ាន់បានចងចាំពាក្យដែលលោកស្រីស៊ូបង្រៀនកូនរបស់គាត់បានយ៉ាងច្បាស់នាងបានសន្យានឹងខ្លួនឯងនឹងអនុវត្តតាមពាក្យទាំងអស់នោះដើម្បីសងសឹកទៅគាត់វិញហើយមនុស្សដំបូងដែលនាងត្រូវកម្ចាត់គឺជាម៉ែដោះលីបន្ទាប់មកនាងបានទៅអង្គុយចាំក្នុងបន្ទប់ទាំងភ័យយ៉ានជីមកដល់នាងខំសម្រួលអារម្មណ៍ងើបទៅទទួលគាត់បាននិយាយចំអកឮថានាងព្រោះតែចង់រៀបការជាមួយគាត់មិនព្រមញ៉ាំអាហារអស់3ថ្ងៃពេលនេះសំតាមបំណងរបស់នាងហើយគាត់ព្រមរៀបការក៏ព្រោះតែបំណងរបស់ចាស់ទុំរឿងអ្វីផ្សេងទៀតនាងមិនចាំបាច់គិតឡើយមានន័យថាគាត់ព្រមតែរៀបការប៉ុន្តែអត់ព្រមសំរំលែកទេគាត់បានឲ្យពូចៅទៅរៀបចំបន្ទប់ទទួលភ្ញៀវឲ្យភ្លាមនឹងជីនសួនបានអូសដៃស៊ូវ៉ាន់ចូលទៅក្នុងហើយទះនាងមួយកំភ្លៀងរួចស្ដីឲ្យថាជាមនុស្សស្រីដែលគ្មានប្រយោជន៍គ្រាន់តែមនុស្សប្រុសម្នាក់សោះខាត់មិនជាប់ស៊ូវ៉ាន់បានតបទៅវិញយ៉ាងទន់ភ្លន់ក្រែងលោកជំទាវមិនឲ្យខ្ញុំចូលទៅចិត្តលោកមេតបទេទន់ភ្លន់ទេតែមកឃ្លាចង់អួលដែរហ្នឹងជីនសួនក៏គំរាមមិនខ្វល់ថានាងប្រើវិធីអ្វីធ្វើយ៉ាងណាក៏ដោយត្រូវតែផ្សំរំលែកឲ្យបាននៅយប់នេះបើមិនអញ្ចឹងទេខ្ញុំនឹងសម្លាប់នាងហើយយកទៅបោះចោលនៅឯលើភ្នំឲ្យឆ្កែព្រៃស៊ីហើយកុំគិតចង់ប្រើល្បិចឲ្យសោះប្រសិនបើរឿងប្តូរកូនកំមុំត្រូវបានបែកការយ៉ានជីដឹងថាខ្ញុំអស់ព្រហ្មចារីមុនរៀបការគ្រួសារស៊ូទាំងមូលនឹងត្រូវរលាយអ្នកដែលត្រូវយ៉ានជីសម្លាប់មុនគេប្រកាសជានាងហើយគ្រួសារស៊ូក៏ជាអ្នកជំនួយមានមុខមានមាត់នៅក្នុងអាចាងឆឹងនេះដែរតែដោយសារតែចិត្តលោភលន់របស់ពីរអ្នកម្ដាយកូនទើបធ្វើឲ្យពួកគេចង់បានអំណាចកងទ័ពដែលនៅក្នុងដៃរបស់យ៉ានជីមកគ្រប់គ្រងបន្ថែមទៀតស៊ូវ៉ាន់បានយកគ្រឿងកោបមកលាបលើខ្លួនរួចក៏លួចចូលបន្ទប់របស់យ៉ានជីដែលកំពុងតែគេងយ៉ានជីគាត់មានជំងឺគេមិនលក់គាត់ដឹងថាមានមនុស្សលួចចូលមកប៉ុន្តែគាត់ធ្វើពុតជាគេងហើយលោកដៃកាន់កំភ្លើងត្រៀមជាស្រេចគ្រាន់តែស៊ូវ៉ាន់ឡើងដល់លើក្រែភ្លាមគាត់ក៏ដកកំភ្លើងមកជុំក្បាលនាងផ្លែតប៉ុន្តែនាងជាមនុស្សស្រីដែលឆ្លាតអាចបត់បែនគ្រប់កលៈទេសៈគេហៅថាមាយាស្ត្រីបាននិយាយផ្អែមល្ហែ
ែមលួងលោមកាយវិការស្ទាបបង្អើលយ៉ាងទន់ភ្លន់ហើយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាងព្រមទាំងមានជំនួយពីគ្រឿងក្រអូបដាក់អារម្មណ៍ទៀតធ្វើឲ្យលោកមេតបទប់ចិត្តមិនបានក៏ចាប់ផ្ដើមប្រតិបត្តិការរាត្រីតែឃ្មុំតែម្ដងទៅជីនសួនណាហេតុតែចង់បានអំណាចទ្រាំឈរមើលប្តីរបស់ខ្លួនឯងផ្សំរំលែកជាមួយនឹងបងស្រីទាំងកំហឹងលុះព្រឹកឡើងស៊ូវ៉ាន់ដឹងថាបេសកកម្មរបស់នាងបានសម្រេចជីនសួនណានឹងមិនទុកជីវិតឲ្យនាងទៀតឡើយដូច្នេះមុននឹងចាក់ចេញពីបន្ទប់នាងបានលួចដាក់កវលចូលទៅក្នុងហោប៉ៅអាវរបស់យ៉ានជីចំណែកយ៉ានជីវិញក្រោកព្រឹកឡើងក៏ឆ្ងល់ហេតុអីយប់មិញគាត់គេងលក់ស្រួលយ៉ាងនេះឬមួយមកពីក្លិនក្រអូបនៅលើខ្លួននាងប៉ុន្តែគាត់មិនបានគិតច្រើនទេក៏បញ្ញាប់រៀបចំខ្លួនទៅធ្វើការជើងកាត់មកមើលខាងជីនសួននាងកំពុងតែធ្វើអាហារពេលព្រឹកឲ្យលោកមេតបបណ្ដានិងពិភាក្សាជាមួយម៉ែដោះលីបណ្ដាពីវិធីដែលត្រូវកម្ចាត់ស៊ូវ៉ាន់ចោលស្រាប់តែលោកមេតបមកដល់ក៏អោបពីក្រោយធ្វើឲ្យនាងភ័យខ្លាចគាត់ស្ដាប់ឮលោកមេតបគាត់មានអារម្មណ៍ចម្លែកឆ្ងល់ថាហេតុអីក្លិនរបស់នាងមិនដូចកាលពីយប់សោះតែគាត់ក៏មិនបានសួរនាំហើយក៏មិនបាននៅញ៉ាំអាហារពេលព្រឹកដែរព្រោះខ្លាចយឺតម៉ោងការងារគ្រាន់តែគាត់ចេញផុតពីផ្ទះបាយជីនសួនបានទៅបញ្ចេញកំហឹងដាក់ស៊ូវ៉ាន់ដោយសារតែនាងទៅលោកមេតបបង្ងើយកតាយដាក់ខ្ញុំតើនាងបានប្រើវេទមន្តអ្វីខ្លះដាក់គាត់កាលពីយប់មិញបានជាគាត់ទន់ភ្លន់ដាក់នាងយ៉ាងនេះស៊ូវ៉ាន់ក៏តបទាំងស្លូតបូតថានាងមិនដឹងទេម៉ែដោះលីក៏មិនណយដែរបានបញ្ឆេះកំហឹងជីនសួនឲ្យកាន់តែខឹងខ្លាំងឡើងថាមិនចាំបាច់និយាយគូសំដាក់នាងទេនាងគឺជាមនុស្សដែលឈាមថោកគួរតែដាក់ទរណកម្មនាងឲ្យខ្លាំងទៅនាងព្រមនិយាយការពិតជីនសួនស្ដាប់ហើយក៏ឲ្យគាត់ទៅយករំពាត់មកយើងកាត់មកមើលលោកមេតបនៅខាងក្រៅនេះវិញគាត់ដើរមកដល់ឡានចៃដន្យដាក់ដៃទៅក៏ប៉ះកវលដែលស៊ូវ៉ាន់ដាក់ចូលក្នុងកប៉ៅគាត់បានត្រឡប់ចូលទៅក្នុងផ្ទះវិញចំណែកឯជីនសួនកំពុងតែវាយស៊ូវ៉ាន់ក៏លឺអ្នកបម្រើនិយាយថាលោកមេតបលោកជំទាវនៅក្នុងបន្ទប់ដាក់អីវ៉ាន់ពេលដែលគាត់បើកទ្វារចូលមកឃើញតែស៊ូវ៉ាន់និងម៉ែដោះលីនាងសួរថាហេតុអីគាត់ត្រឡប់មកវិញគាត់បានតបមិនដឹងថាហេតុអ្វីកវលនាងនៅក្នុងកប៉ៅរបស់ខ្ញុំស៊ូវ៉ាន់អត់ឆ្លើយនឹងសំណួរគាត់ទេតែប្រាប់ឲ្យគាត់ជួយពាក់ឲ្យនាងផងពេលកំពុងតែពាក់គាត់បានលួចស្រង់ក្លិនក៏ដឹងថាក្លិននេះហើយដោយកាលពីយប់មិញចាប់ផ្ដើមសង្ស័យតិចៗណាពាក់កវលរួចគាត់ក៏ងាកឃើញមុខស៊ូវ៉ាន់មានស្នាមសួរថាកើតអីនាងងាកមើលមុខម៉ែដោះលីរួចធ្វើជាភ័យខ្លាចគាត់ថាកុំខ្លាចនិយាយទៅស៊ូវ៉ាន់ក៏ដាច់ចិត្តនិយាយទាំងរដាក់រដុកថាម៉ែដោះលីមិនពេញចិត្តដែលខ្ញុំរំខានលោកមេតបកាលពីយប់មិញធ្វើឲ្យលោកមេតបងើបទៅធ្វើការយឺតទៅគាត់ដាក់ពីនៃខ្ញុំម៉ែដោះលីលឺឲ្យភ័យឡើងភ្នែកសគាត់ប្រកែកថាមិនបានធ្វើទេលោកមេតបខឹងខ្លាំងណាស់នៅទីនេះមានតែអ្នកហើយនឹងនាងបើអ្នកមិនបានធ្វើអញ្ចឹងអ្នកណាជាអ្នកធ្វើអ្នកបម្រើដែលហ៊ានវាយម្ចាស់បំពេញច្បាប់ត្រកូលយ៉ានមិនគួរណាຕົកទៀតរួចឲ្យពូចៅអូទៅសម្រាប់ចោលទៅស៊ូវ៉ាន់បានធ្វើពុតជាអាណិតទោះយ៉ាងណាក៏ដោយគាត់ក៏ជាម៉ែដោះរបស់ខ្ញុំហើយជាមនុស្សរបស់អ្នកម៉ែបើធ្វើបែបនេះខ្លាចថាមិនល្អយ៉ានជាក៏តបដោយសារតែនាងចិត្តទុនទៅត្រូវអ្នកបម្រើធ្វើបាបស៊ូវ៉ាន់បាននិយាយទាំងញញឹមជាសំណាងរបស់នាងដែលបានលោកមេតបមកជួយទាន់មុនចេញទៅគាត់ប្រាប់ថាគាត់នឹងឆាប់ត្រឡប់មកវិញដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នាពេលនេះជំហានទី1ដែលចាត់ការម៉ែដោះលីបានសម្រេចអ្នកបន្ទាប់គឺជាស៊ូជីនសួនប្អូនស្រីដ៏ល្អនេះហើយឃើញស៊ូវ៉ាន់ផ្អែមល្ហែមជាមួយនឹងលោកមេតបហើយធ្វើឲ្យម៉ែដោះលីស្លាប់ទៀតជីនសួនដែលកំពុងតែពួនបានចាញ់មកនិយាយទាំងកំហឹងហេតុអីបានជានាងហ៊ានចោទប្រកាន់ម៉ែដោះស៊ូវ៉ាន់តបទៅវិញយ៉ាងត្រជាក់ព្រោះខ្ញុំចង់ការពារនាងខ្ញុំខ្លាចលោកមេតបចាប់កំហុសបានទៅទម្លាក់កំហុសនេះទៅឲ្យគាត់ជំនួសម្យ៉ាងគាត់ក៏សមនឹងទទួលវាដែរបើដោយសារតែអ្នកបម្រើម្នាក់ធ្វើឲ្យលោកមេតបដឹងពីអត្តកំបាំងនៃអាពាហ៍ពិពាហ៍ជំនួសរបស់ពួកយើងគ្រួសារស៊ូទាំងមូលនឹងត្រូវបញ្ចប់លោកជំទាវឲ្យខ្ញុំនៅទីនេះបន្តទៅខ្ញុំនឹងការពារនាងនេះគឺជាមធ្យោបាយចុងក្រោយហើយស្ដាប់ទៅដូចជាសមហេតុផលដែរក៏យល់ព្រមប៉ុន្តែនាងបានគំរាមប្រសិនបើហ៊ានប្រើល្បិចដាក់ខ្ញុំនឹងយកផ្លាកប្រលឹងម្ដាយរបស់នាងទៅកំទេចចោលនិយាយរួចក៏ដើរចេញទៅទាំងមានអំនួតតែតាមការពិតកំពុងតែចូលលន្ទាក់របស់ស៊ូវ៉ាន់សោះយើងកាត់មកមើលពេលកំពុងញ៉ាំអាហារវិញជីនសួនខំយកចិត្តយ៉ានជីដួសស៊ុបត្រីឲ្យយ៉ានជីនិយាយថានាងមិនចាំទេខ្ញុំធ្លាប់ប្រាប់ហើយខ្ញុំមិនចូលចិត្តញ៉ាំស៊ុបត្រីទេចំណែកនាងក៏មិនចូលចិត្តដែរជីនសួនចាប់ផ្ដើមភ័យព្រោះអត់ដឹងដោយសារតែអ្នកដែលគាត់ធ្លាប់ប្រាប់គឺជាស៊ូវ៉ាន់មិនមែននាងបានបន្លប់យកនំសណ្ដែកមកឲ្យគាត់វិញយ៉ានជីចាប់ផ្ដើមមិនសប្បាយចិត្តទម្លាក់ចង្កឹះចុះខ្ញុំមានជំងឺគេមិនលក់នាងធ្លាប់ណែនាំខ្ញុំឲ្យកាត់បន្ថយញ៉ាំសណ្ដែកបើមិនដូច្នោះទេជំងឺរបស់ខ្ញុំនឹងកាន់តែធ្ងន់ធ្ងរនាងកំពុងតែលាក់បាំងអ្វីពីខ្ញុំជីនសួនកាន់តែភ័យឆ្លើយអត់ចេញតែជាសំណាងល្អរបស់នាងដែលពេលហ្នឹងមានមនុស្សស្រីម្នាក់មកកាត់សង្វាក់កុំអីប្រហែលជាចាប់បាត់ហើយយ៉ានជីក៏ណែនាំឲ្យស្គាល់នាងគឺជាកូនស្រីអភិបាលក្រុងចាំងឆឹងឈ្មោះចៅសៀនយ៉ារួចក៏ប្រាប់ទៅសៀនយ៉ាវិញនេះជាប្រ
ពន្ធរបស់ខ្ញុំនាងគួរតែហៅថាបងថ្លៃជីនសួនណាក៏រាក់ទាក់បបួលនាងញ៉ាំអាហារជុំគ្នាសង្គ្រាមឌឺដងពាក្យសម្ដីក៏ចាប់ផ្ដើមឡើងសៀនយ៉ាបានសួរម្ហូបទាំងអស់នេះសុទ្ធតែបងថ្លៃជាអ្នកធ្វើឯជីនសួនក៏ឆ្លើយថាមែនហើយសៀនយ៉ាក៏បន្តប៉ុន្តែវាសុទ្ធតែជាម្ហូបដែលបងជីមិនចូលចិត្តបងថ្លៃប្រសិនបើបងមិនដឹងថាគាត់ចូលចិត្តញ៉ាំអីទេបងអាចសួរខ្ញុំបានព្រោះខ្ញុំនឹងគាត់នៅជាមួយគ្នាតាំងពីតូចចំណូលចិត្តរបស់គាត់ខ្ញុំដឹងទាំងអស់ជីនសួនណាខំប្រឹងទូកំហឹងប៉ុន្តែសៀនយ៉ានៅតែបន្តឌឺនាងថាស្រានេះមើលទៅដូចជាคล้ายហើយថែមទាំងនិយាយថាឪពុករបស់ជីនសួនណាគ្រាន់តែជាអ្នកចំនួនខ្នាតតូចដែលល្ងងខ្លៅចាញ់បោកគេនាំស្រាคล้ายមកជីនសួនទប់លេងជាប់ក៏ទះតុកមួយដៃស្រែកថាកុំនិយាយផ្ដេសផ្ដាសធ្វើឲ្យសៀនយ៉ាភ័យរបូតស្រាចេញពីដៃធ្លាក់បែកយ៉ានជាងើបមកស្ដីឲ្យប្រពន្ធឲ្យប្រយ័ត្នពាក្យសម្ដីកុំធ្វើដូចជាមនុស្សល្ងងខ្លៅដែលនៅតាមដងផ្លូវរួចបានប្រាប់ទៅអ្នកបម្រើឲ្យធ្វើអាហារថ្មីមកព្រោះអាហារទាំងអស់នេះគាត់មិនចូលចិត្តទេហើយឲ្យពូចៅយកឯកសារទៅបន្ទប់សិក្សារបស់គាត់ពេលយ៉ានជីចេញទៅផតសៀនយ៉ាក៏បានដៃព្រោះមិញគេកាន់ជើងក៏ដៀលទៅគ្រូសាស៊ូថាជាមនុស្សមកពីឋានៈទាបទោះខំប្រឹងតោងទៀមត្រកូលយ៉ានឲ្យបានខ្ពង់ខ្ពស់យ៉ាងណាក៏វាមិនអាចងើបរួចជីនសួនខឹងពេកក៏ទះសៀនយ៉ាប៉ុន្តែមិនបានសម្រេចហើយក៏ឌឺទៅវិញថាប្រវត្តិរបស់គ្រួសារនាងមិនសូវល្អមែនប៉ុន្តែពេលនេះនាងគឺជាជំទាវតូចត្រកូលយ៉ានសៀនយ៉ាតបទៅយ៉ាងជឿជាក់ដោយសារតែមួយរយៈមុននាងទៅបរទេសតែពេលនេះនាងត្រឡប់មកវិញហើយរួចសួរទៅជីនសួនចង់ភ្នាល់គ្នាដែរអត់ថារវាងអ្នកទាំងពីរប្រសិនបើឆ្លោះគ្នាតាយ៉ានជានឹងឈរនៅខាងណានិយាយរួចក៏ធ្វើជាដួលស្របពេលដែលយ៉ានជាកំពុងតែចុះពីលើមកហើយភាគទី1សូមស្លេះតែត្រឹមប៉ុណ្ណេះសិនសូមរងចាំស្ដាប់ការសម្រាយរបស់ admin នៅភាគក្រោយបន្តទៀតជម្រាបលាបាយបាយ